នៅរដូវបុណ្យចូលឆ្នាំចិននេះគឺបងប្អូនយើងមួយចំនួនធំគាត់សុទ្ធតែខ្សែចិនណាអញ្ចឹងគាត់ច្រើនតែទិញជ្រូកខ្វៃទៅសែនណាបងប្អូនហើយគាត់ចេះកាប់សាច់ជ្រូកនឹងឲ្យនៅទ្រង់ទ្រាយដើមអត់ទេបងប្អូនអញ្ចឹងបើមិនទាន់ចេះកាប់ទេនេះមកមើលវីដេអូនេះទាំងអស់គ្នាពីរបៀបនៃការកាប់សាច់ជ្រូកនឹងឲ្យនៅទ្រង់ទ្រាយដើមមើលទៅឃើញដូចជាអ៊ុកកំពុងតែដេកអញ្ចឹងណាបងប្អូនអញ្ចឹងដំបូងគឺគេកាប់ក្បាលវាចេញហើយគេពោះវាជាពីរមកបងប្អូនហើយចំពោះសាច់ជ្រូកខ្វៃនេះដែរវាអត់មានឆ្អឹងទេបងប្អូនគេជាឆ្អឹងវាចេញអស់ហើយវាមានតែសាច់ហ្នឹងណាហើយចំណែកអាសាច់ហ្នឹងគឺគេអត់ទុកវាទេគេជាវាចេញទុកផ្សេងអញ្ចឹងណាបងប្អូនគេយកតែស្បែកវាទេអញ្ចឹងអាស្បែកវាហ្នឹងគឺគេកាប់វាឲ្យស្អាតជាចំណិតឲ្យស្អាតទៀតគឺអត់គាត់អាកតិចអីហ្នឹងគឺជាចោលអស់ហើយបងប្អូនណាតបមកគឺគេដាក់បាយកដាលបងប្អូននេះគេដាក់បាយរៀងស្ទាត់ចេកចឹងមកហើយគេតម្រៀបអាស្បែកជ្រូកដែលគេជាខ្លាញ់ជាសាច់អីនឹងចេញហើយដាក់ពីលើបាយហ្នឹងអញ្ចឹងទៅឲ្យរៀងកំពុងអញ្ចឹងទៅណាបងប្អូននេះគេទៅរៀបចិត្តហើយលើហើយបងប្អូនអើយគេខ្លាយទៅជាសត្វជ្រូកកំពុងតែដេកផ្លូវហើយនេះអញ្ចឹងមើលបងប្អូននេះតំណងនេះឃើញដូចទ្រង់ទ្រាយដើមអត់ហ្នឹងបងប្អូនឥឡូវគេដាក់ក្បាលវាមកនេះកាប់ខាងក្រោមវាចេញមើលឲ្យរៀងវាផ្ងាឡើងលើតិចឃើញបងប្អូននេះតំណងអត់បងប្អូននេះធ្វើអញ្ចឹងចេះធ្វើអត់ហ្នឹង